ប្រទេសកម្ពុជារវាងប្រទេសចិនហើយនិងសហរដ្ឋអាមេរិកសូមបងប្អូនមកកាន់វីដេអូសម្រាប់អត្ថបទព័ត៌មានបាទបងប្អូននៅក្នុងវីដេអូនេះយើងមានអត្ថបទកាសែតមួយដែលមានចំណងជើងថា Cambodia between China and the US ប្រទេសកម្ពុជារវាងប្រទេសចិនហើយនិងសហរដ្ឋអាមេរិក Cambodia should pursue a balanced foreign policy rather than aligning its exclusively with either China or the United States. As competition between major powers grows, Cambodia's priority should be protecting its sovereignty, strengthening its economy, and maintaining independence while building positive relationships with all international partners. អូខេយើងមកសិក្សាពាក្យគន្លឹះក្នុងនេះយើងមានពាក្យ pursue យើងប្រែថាបន្ត aligning យើងប្រែថាដែលពាក្យព័ន្ធ exclusively ខ្លាំងពេកដែលខ្លាំងពេកដែលហួសហេតុពេក competition យើងប្រែថាការប្រកួតប្រជែង priority យើងប្រែថាអត្ថិភាព sovereignty មានន័យថាអធិបតេយ្យភាព maintaining យើងប្រែថារក្សាអូខេប្រទេសកម្ពុជាគួរតែបន្តនៅគោលនយោបាយការបរទេសឲ្យមានតម្លាភាពជាជាងការពឹងពាក់ឬក៏ពំនាក់អាស្រ័យខ្លាំងពេកតែទៅលើប្រទេសចិនឬក៏ទៅលើសហរដ្ឋអាមេរិកតែម្យ៉ាងដោយការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកំពុងតែកើនឡើងអត្ថប្រយោជន៍របស់កម្ពុជាគួរតែរក្សាឲ្យបាននៅអធិបតេយ្យភាពដោយពង្រឹងនៅសេដ្ឋកិច្ចរក្សាឲ្យបាននៅឯករាជ្យភាពដោយការបង្កើតនៅទំនាក់ទំនងជាវិជ្ជមានគ្រប់ដៃគូជាអន្តរជាតិទាំងអស់ China has become one of Cambodia's major economic partners, contributing significantly through investment in infrastructure, energy, manufacturing, agriculture, tourism, and other sectors. At the same time, the United States remains important as a major export market and development partner, supporting jobs as well as education, healthcare, humanitarian assistance, demining, and professional training. Okay. បងប្អូននៅក្នុង clear នេះយើងមានពាក្យកន្លឹះមួយចំនួនទៀតដូចជាពាក្យ contributing យើងប្រែថាដែលចែកចាយដែលជួយ significantly យ៉ាងសំខាន់ agriculture យើងប្រែថាកសិកម្ម tourism ទេសចរណ៍ humanitarian នៃមនុស្សធម៌ demining យើងប្រែថាការបោសសម្អាតមីនអូខេប្រទេសចិនបានคล้ายទៅជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជាដែលបានជួយជ្រោមជ្រែងយ៉ាងសំខាន់តាមរយៈការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធធម្មពលការផលិតកសិកម្មទេសចរណ៍និងវិស័យដទៃផ្សេងទៀតទន្ទឹមនឹងនោះដែរសហរដ្ឋអាមេរិកក៏នៅតែជាដៃគូដ៏សំខាន់ផងដែរដែលជាទីផ្សារនាំចេញដ៏ធំមួយនិងជាដៃគូអភិវឌ្ឍថែមទាំងបានជួយជ្រោមជ្រែងផ្ដល់នូវឱកាសការងារការអប់រំសុខភាពហើយនិងជំនួយមនុស្សធម៌ថែមទាំងដល់ជូននូវការបោសសម្អាតមីននិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ However, maintaining balance requires Cambodia to avoid excessive dependence on any single country. The country should diversify trade and investment, strengthen domestic institutions, improve transparency and the rule of law, invest in education and innovation, and ensure that foreign investment and development projects serve Cambodia's long-term national interests. អូខេក្នុងនេះយើងមានពាក្យកន្លឹះមួយចំនួនទៀតដូចជាពាក្យ require យើងប្រែថាជាចាំបាច់ domestic institution យើងប្រែថាស្ថាប័នក្នុងស្រុក transparency យើងប្រែថាតម្លាភាព interest យើងប្រែថាជាផលប្រយោជន៍អូខេយ៉ាងណាក៏ដោយត្រូវតែរក្សាឲ្យបានជាចាំបាច់ចំពោះប្រទេសកម្ពុជាដើម្បីបញ្ជៀសនៅការពឹងពាក់ខ្លាំងពេកតែទៅលើប្រទេសណាមួយដោយប្រទេសកម្ពុជាគួរតែធ្វើ
ធ្វើឲ្យមានភាពសម្បូរបែបទៅលើផ្នែកពាណិជ្ជកម្មនិងការវិនិយោគដោយពង្រឹងនៅស្ថាប័នក្នុងស្រុកបង្កើតឲ្យមានតម្លាភាពនិងនីតិរដ្ឋឲ្យផ្ដោតទៅលើការវិនិយោគផ្នែកវិស័យអប់រំនិងភាពច្នៃប្រឌិតនិងធានាឲ្យបាននៅគម្រោងការអភិវឌ្ឍនិងវិនិយោគរបស់បរទេសដើម្បីបម្រើនៅផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាឲ្យមានរយៈពេលវែង Ultimately, Cambodia's success should be measured not by its closeness to any major power but by improvements in people's lives, economic opportunity, national sovereignty, and peace. The article argues that Cambodia's best approaches friendship with all nations dependent on none, while pursuing cooperation based on mutual respect, equality, international law, and the interests of Cambodian people. អូខេបងប្អូនយើងមកបន្តសិក្សាពាក្យកន្លឹះក្នុងនេះយើងមានពាក្យ ultimately យើងប្រែថាជាចុងបញ្ចប់ closeness យើងប្រែថាភាពជិតស្និទ្ធ sovereignty អធិបតេយ្យភាព approach យើងប្រែថាជាជំហានmutual respect ការគោរពគ្នាទៅវិញទៅមក equality យើងប្រែថាសមភាពអូខេជាចុងបញ្ចប់ភាពជោគជ័យរបស់កម្ពុជាគឺมันអាស្រ័យទៅលើភាពជិតស្និទ្ធតែទៅលើប្រទេសមហាអំណាចណាមួយឡើយក៏ប៉ុន្តែដោយការអភិវឌ្ឍទៅលើជីវភាពរបស់ប្រជាពលរដ្ឋឱកាសសេដ្ឋកិច្ចអធិបតេយ្យភាពរបស់ជាតិនិងសន្តិភាពខ្លឹមសារនៃអត្ថបទទស្សនាវដ្តីក៏បន្តអះអាងទៀតថាជំហានដ៏ប្រសើររបស់ប្រទេសកម្ពុជាគឺមិត្តភាពគ្រប់ជាតិសាសន៍ទាំងអស់ដោយមិនពឹងផ្អែកតែលើប្រទេសណាមួយឡើយដោយបន្តកិច្ចសហប្រតិបត្តិការជាមូលដ្ឋានលើការគោរពគ្នាទៅវិញទៅមកសមភាពច្បាប់អន្តរជាតិហើយនិងផលប្រយោជន៍នៃប្រជាជាតិកម្ពុជាអូខេអរគុណច្រើនបងប្អូនដែលបន្តតាមដានវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត